can you give me a discount can you give me a discount មានន័យថាបើជួយសួរបងប្អូនអ្នកគ្នាឥឡូវនេះយើងបន្តចូលវីដេអូសន្ទនាភាគទី5របស់យើងគឺយើងនិយាយអំពីសំណួរចម្លើយដែលយើងប្រើនៅពេលយើងទិញអីវ៉ាន់ណាបងប្អូនហើយខ្លឹមសារមេរៀនទាំងអស់នេះគឺយើងដកស្រង់ចេញពីសៀវភៅតោះរៀននិយាយ English បាទបងប្អូនចង់បានអាចទាក់ទងខ្ញុំបានណាបងប្អូនបាទឥឡូវយើងមើលតើគ្នា What are you looking for What are you looking for មានន័យថាតើអ្នកកំពុងរកមើលអីដែរអូខេបាទជាទូទៅអ្នកលក់គាត់សួរហ្មងបាទ What are you looking for Right អញ្ចឹងយើងអាចតបទៅវិញ I am looking for a new phone I am looking for a new phone មានន័យថាខ្ញុំកំពុងរកមើលទូរស័ព្ទថ្មីមួយគ្រឿង Okay next one How much is it How much is it មានន័យថាតើវាមានតម្លៃប៉ុន្មាន Okay បាទ Next can you give me a discount Can you give me a discount មានន័យថាតើអ្នកអាចបញ្ចុះតម្លៃឲ្យខ្ញុំបានទេ Okay បាទយើងអាចតបទៅវិញថា Okay I will give you 5% discount Okay I will give you 5% discount បាទមានន័យថាខ្ញុំនឹងបញ្ចុះតម្លៃ 5% ឲ្យអ្នកណា Would you like anything else Would you like anything else បាទមានន័យថាតើអ្នកត្រូវការអីទៀតទេ Okay បាទ Is it new or second hand Is it new or second hand បាទមានន័យថាតើវាជារបស់ថ្មីឬក៏របស់មួយទឹក second hand យើងបកថារបស់មួយទឹកណាបងបាទ Next one Does it come with a warranty បាទតើវាមានភ្ជាប់មកជាមួយនឹងការធានាទេណាបាទអញ្ចឹងពេលយើងទិញរបស់អីយើងចង់បានការធានាបាទអញ្ចឹងវីដេអូនេះយើង slash ប៉ុណ្ណឹងសិនហើយយើងនឹងបន្តជួបគ្នានៅក្នុងវីដេអូក្រោយទៀតណាអូខេអរគុណបងប្អូន